បាទ ហ្នឹង យេចាឥឡូវយើងក៏លេងមកមើលជាមួយនឹងវីដេអូ highlight នៅក្នុង game ទី1បាទអញ្ចឹងត្រឹម5នាទី5នាទីហ្នឹងគឺនេះ6នាទីក៏នៅខាង team ឯងគាត់ធ្វើបានល្អនេះកន្លែងនេះខ្ញុំជឿថាសាដូគាត់គិតស្មានជាមួយនឹង damage របស់សាស៊ីវអត់ត្រូវដែរបាទទាំងតែគាត់អត់ទាន់មានគាត់ timing ជាមួយនឹង ultimate របស់គាត់បាទធ្វើឲ្យសាស៊ូគាត់ solo ហើយបានជាមួយ trade ជាមួយនឹង land ប៉ុន្តែនេះគឺជា team fight ដែលខាងនេះខាង Galaxy បដូរវិញនេះបាន2 kill មកវិញនេះបាទនេះ2 kill នេះកន្លែងហ្នឹងនេះគេដឹងឯនេះ Vicky ប្រាប់ហើយ Bimo អត់មាន Purify ទេនេះឃើញទេម៉ាំង Bimo ផ្លឹបនេះសំខាន់គាត់ទៅវាយកន្លែង midland 2 4ទេណានេះកន្លែងដែលខ្ញុំនិយាយថាវាយ2 4ហ្នឹងហើយកន្លែងហ្នឹងអូវាយបាទវាយបាន defeat តែមិញក៏ដឹងសាស៊ីចកេះដែរណាចាំឲ្យលោតអាល់ទីអស់ហើយចាំ flicker របោកហ៎បងបាទណាស៊ីខួរទៅហានេះចាប់ពី2នាទីនេះគឺជាពេលវេលារបស់ Cadenza បាទចូលអត់ចោះទេដោយសារតែមានសាដូបិទ line មួយបាត់ហើយនោះពេលវេលារបស់ King Area បាទចឹងអីបបាដែរគ្នា target និយាយទៅគេ target lock និយាយទៅនេះកន្លែងដែលខ្ញុំថា communicate ពី Galaxy គាត់ perfect communicate មកបាទគាត់តែចេញ map មិនតិចប្រូចអីថាមួយ game back off fight ដែរឡូតេស្ត្រាអាចនឹងបញ្ហាទៅលើplayer ដែរអាហ្នឹងគឺរឿងលើ mechanic skill ដែរព្រោះដោយសារឃើញ fail ច្រើនហើយអ្វីដែលសំខាន់ការ early បាទហើយការលេងរបស់ពួកគាត់រៀងរបៀបចាប់ផ្ដើមពី game ទី1យើងមើលឃើញរៀងល្អតែចូលមកដល់នៅក្នុង game ទី2នេះគឺពួកគាត់មានអារម្មណ៍ថាគាត់ lost focus ច្រើនជាពិសេសការ fail skill ហ្នឹងតែម្ដងបាទខ្ញុំសង្ឃឹមថាគាត់អាចធ្វើការនិយាយគ្នាអញ្ចឹងណាព្រោះដោយសារ game នៅសល់មួយ game ទៀតដែរបាទបើសិនជាគាត់ចាញ់ 3-0 គាត់ទៅ lower អញ្ចឹងជារឿងមួយដែលធ្ងន់ដែរបាទប៉ុន្តែគ្រាន់តែទោះជាទៅ lower ក៏គាត់នៅមានសង្ឃឹមដែរប៉ុន្តែខ្ញុំជឿថាកីឡាករគ្រប់ក្រុមអត់មានណាគេចង់ទៅ lower ទេបាទហើយជា game ទី2នេះគឺជា game ដែលខាង Galaxy Legend គឺគាត់លេង smooth ខ្លាំងមែនទែនជាពិសេស Sado នៅ early យើងបានឃើញថាចាញ់ខុសគ្នាមួយ level គាត់តែមួយ level ហ្នឹងមករុញទៅគាត់បោះ backline ដល់មិញបាទអញ្ចឹងឥឡូវយើងក៏លេងមកមើលជាមួយនឹងវីដេអូ highlight នៅក្នុង game ទី3ដែលជា game teammate បាទទទួលបានជ័យជំនះទៅលើ Galaxy Legend បាទអញ្ចឹងនៅ early បន្ទុកខ្ញុំមិនសូវជាមានប្រហែលទេនេះគឺជា team fight ទី3ណាដូចទី2 6នាទី team fight ទី2ណាទី3ណាទី3បាទអញ្ចឹងចាំអត់មីនទាំងសងខាងនេះកន្លែងនេះលោទាំងអស់ហ្នឹងហើយបាទលោទាំងអស់ប៉ុន្តែលេងកន្លែងហ្នឹងហ៊ានលេងបាទ secret ulti មកបាយវិញនេះកន្លែងនេះគឺជាកន្លែងដែល shut down ទៅលើ Vicky អានេះធ្វើរឿងទី1កន្លែងនេះឆ្ងល់ហើយសាដូអត់ចូលទេណាសាដូសុកចិត្តគាត់អត់ចូលជាមួយនឹង ultimate របស់នេះហត់ទៅឲ្យផុតហ្មងណាបាទអានេះគឺជា game មួយដែលមានឱកាសក្នុងការពី 5-6k goal សល់ត្រឹមតែប្រហែល k ទេសំខាន់ secret ខំបងហត់ចូលតែអាសត្វហ្នឹងដើម្បីឲ្យ share damage ចឹងហ្នឹងដាច់ដែរនេះកន្លែងរឿងទី2ឡើយដល់ហើយគេរៀងសាក់ស៊ូល្អនេះកន្លែងរឿងទី2តែគាត់ផ្ដុំគ្នាណាគាត់ផ្ដុំគ្នាទាំងនេះលោមជាប់3ជាប់4នេះមក ultimate ហើយ back ពីក្រោយសាក់ស៊ូវាយពីក្រោយដាច់តិចសំខាន់មាន damage ជួយពី live ហើយមានពី King Eri ទៀតបាទ King Eri លោតជន់ពេញ map triple kill មែនអូនេះ Cypher ទៅតុបតើនេះ Cypher បាទអញ្ចឹងវីដេអូ highlight ក៏បានចូលមកដែរអញ្ចឹងគឺជាកន្លែងដែលយើងចូលមកដល់កន្លែង7នាទីបាត់ហើយនេះកន្លែងហ្នឹង Cypher អស់គេទី2បាទ timing អត់ទេសំខាន់ timing ដែរហ្នឹងហើយបងបាទដោយសារមានឡូស្វែឡូយើងបានឃើញហើយជាមួយនឹង team fight បាទដែលធ្វើការវាយទៅវាយមកខ្លាំងមែនទែននិយាយទៅ4 game សម្រាប់ Smack ក៏ធ្វើបានល្អទាំង4 game ហ្មងនៅ early game បាទនេះកន្លែងនេះក៏ដឹងថានេះខ្ញុំមើល Vicky ចាំមើលនេះ Vicky គេវាយមកពីចំហៀងអញ្ចឹងខ្ញុំឆ្ងល់ថាហេតុអីមិនកន្លែងហ្នឹងលៀនគាត់សុខចិត្តចូលមកបាទនេះគាត់ដឹងថាឡាយ conflict តាមតែបាយអត់តន់ហ្មងបាយ3តែអត់តន់ Yes បាទអញ្ចឹងteam fight នៅក្នុង game ទី4បើយើងមើលទៅគឺច្រើនខ្លាំងមែនទែនបាទអញ្ចឹងទោះជានៅ early game បាទសម្រាប់ secret ក៏គាត់រៀងប្រមាថនៅក្នុងការលេងមែនទែនព្រោះដោយសារគេមានជាមួយនឹង Cypher នៅក្នុងការ lock បាទទៅលើគាត់បាទអញ្ចឹងយើងធ្វើការថតរូបមួយ
បាទចូលមកក្នុងហ្គេមបាទយើងទៅប្រាប់អញ្ចឹងបើយើងគង់និយាយអ្នកមើល live ក៏មិនស្ងាត់អញ្ចឹងដាច់បោះហើយអត់ទេតាមពិតធ្វើការថតរូបមួយទៅទេបាទ ចូលសំខាន់ទៅចេះសុំថតមួយសុំនេះ បាទ ចុះយើងសត្វតាស